Ok,សម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺចង់បង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបផ្ទេរ account Telegram ពីទូរស័ព្ទចាស់ទៅទូរស័ព្ទថ្មីដោយមិនបាច់បង់លុយអញ្ចឹងមុននឹងខ្ញុំបង្ហាញពីរបៀបធ្វើខ្ញុំសូមប្រាប់ពីលក្ខខណ្ឌដែលយើងអាចធ្វើការផ្ទេរនឹងបានសិនបាទថាតើមានលក្ខខណ្ឌអីខ្លះទើបយើងអាចផ្ទេរ account Telegram ពីទូរស័ព្ទចាស់ទៅទូរស័ព្ទថ្មីហ្នឹងដោយមិនបាច់បង់លុយបានបាទអញ្ចឹងសម្រាប់លក្ខខណ្ឌដែលយើងអាចធ្វើតាមវិធីនេះបានគឺវាមាន3ចំណុចទី1តើតែទូរស័ព្ទដៃចាស់របស់យើងហ្នឹងនៅប្រើ account Telegram របស់យើងបានអូខេដូចខ្ញុំបង្ហាញនេះគឺនៅអាចប្រើប្រាស់ជាធម្មតាបានទើបយើងអាចធ្វើតាមវិធីនេះបានចំណុចទី2តកតងទៅនឹងប្រភេទទូរស័ព្ទតើតែទូរស័ព្ទដៃរបស់យើងប្រភេទទូរស័ព្ទ Android ទើបយើងអាចធ្វើតាមវិធីសាស្ត្រនេះបានហ្នឹងខ្ញុំនិយាយពីទូរស័ព្ទថ្មីដែលយើងចង់ផ្ទេរណាបាទសម្រាប់ទូរស័ព្ទចាស់ទោះបីជាវាជា Android ឬក៏ iPhone ក៏យើងអាចធ្វើបានដែរប៉ុន្តែដោយឡែកទូរស័ព្ទថ្មីរបស់យើងហ្នឹងត្រូវតែជាប្រភេទទូរស័ព្ទដៃ Android ទើបយើងធ្វើតាមវិធីនេះបានបាទសម្រាប់បងប្អូនយើងដែលប្រើទូរស័ព្ទដៃប្រភេទ iPhone បងប្អូនអាចចូលទៅមើលនៅក្នុង channel កណ្ដាល iOS បានខ្ញុំធ្វើវីដេអូតាក់ទងទៅនឹងទេ account Telegram ពី iPhone ទៅ iPhone ហ្នឹងណាបាទបងប្អូនអាចចូលទៅមើលបានហើយសម្រាប់ចំណុចទី3ដែលជាចំណុចចុងក្រោយនេះគឺយើងត្រូវ download ឬក៏ install Telegram version ចាស់បាទដោយយើងត្រូវចូលទៅ download នៅក្នុង website តាម browser ណាមួយក៏បានដែរមិនថា Chrome Firefox ឬក៏ Opera ហ្នឹងបាទ Samsung Internet Browser ជាដើមបាទបងប្អូនអាចប្រើមួយណាក៏បានដែរបាទអូខេឥឡូវកុំឲ្យវែងឆ្ងាយយើងទៅដឹងពីវិធីសាស្ត្រមួយនឹងបងប្អូនអញ្ចឹងសម្រាប់ចំណុចទី1គឺខ្ញុំមានហើយគឺខ្ញុំមានTelegram ម្ចាស់ដែលនៅប្រើបាននៅលើទូរស័ព្ទដៃចាស់របស់ខ្ញុំនេះហើយទី2គឺទូរស័ព្ទដៃអាថ្មីរបស់ខ្ញុំនេះគឺប្រភេទ Android បាទអញ្ចឹងខ្ញុំនៅសល់តែចំណុចទី3ទេគឺត្រូវចូលទៅ download Telegram version ចាស់ឬក៏ចំនួនចាស់តោះអញ្ចឹងយើងចូលទៅ download ទាំងអស់គ្នាសម្រាប់ខ្ញុំប្រើច្រអូសខ្ញុំចុចបើកច្រអូសមកបាទហើយយើងចុចកន្លែងប្រអប់ search ឬក៏ប្រអប់ស្វែងរកនេះហើយយើងសរសេរមកបាទសរសេរដោយនេះក៏បានដែរខ្ញុំសរសេរប្រាប់ហើយ Telegram old version បាទសរសេរមក Telegram old version បាទសរសេរតែប៉ុណ្្នឹងមកហើយយើងចុចសញ្ញាព្រួយនេះក៏ enter នេះមកអូខេបន្ទាប់មកយើងចុចកន្លែង website លើគេនេះបាទកន្លែងដែលមានពាក្យថា up to down នេះបាទអញ្ចឹងយើងចុចមកកន្លែងសពខៀវនេះហើយបងប្អូនអូសចូលមកក្រោមមកបាទអូសចូលមកក្រោមរហូតមកហើយយើងចុចទៅលើពាក្យថា see more បាទយើងអូសទៅរក Telegram version ចាស់បំផុតណាមិនថាចាស់បំផុតទេត្រឹម version 10ចុចអានេះវានៅ version 11អញ្ចឹងយើងចុច see more រហូតដល់ version 10ចុចមកបាទអូខេចុច see more បន្តទៀតនេះបាទតង់ version 10ចុចចុះក្រោមណាបាទយើង download version 10ចុចចុះក្រោមមកឥឡូវខ្ញុំយក version 10.15.0 នេះតែម្ដងខ្ញុំចុចលើវាហើយយើងអូសមកក្រោមហើយ scroll មកក្រោមហើយយើងចាំអានេះឲ្យវាវិលចប់មកអូខេនៅពេលដែលវា load ពណ៌បៃតងខ្ចីដិតបែបនេះយើងអាចធ្វើការ download វាបានហើយអញ្ចឹងយើងចុចសញ្ញាព្រួយនឹងមកអូខេហើយចុចមើលព័ត៌មានលម្អិតដើម្បីចង់ដឹងថាវា download បានប្រមាណភាគរយពេញហើយនៅបាទហើយយើងរងចាំវាមួយផ្លែតអូខេឥឡូវខ្ញុំបានធ្វើការ download វារួចរាល់ហើយអញ្ចឹងយើងគ្រាន់តែចុចទៅលើ Telegram ដែលយើង download ហ្នឹងមកតមកវានឹង load ពាក្យថា install នេះហើយប៉ុន្តែទូរស័ព្ទខ្លះវាអត់ load ទេអញ្ចឹងសម្រាប់ទូរស័ព្ទដែលអត់ load យើងត្រូវចូលទៅក្នុង file manager ឬក៏កម្មវិធីឯកសារខ្ញុំណាបាទសម្រាប់អ្នកដែល load បែបនេះយើងចុច install មកឥឡូវខ្ញុំចង់ចុច install កន្លែងហ្នឹងទេខ្ញុំចូលទៅក្នុងកម្មវិធី file manager ហ្នឹងបងប្អូនរកកម្មវិធី file manager ហ្នឹងគេច្រើនវានៅក្នុង folder បាទនេះគឺការឈ្មោះកម្មវិធីហ្នឹងឈ្មោះ file ទេយើងថា file explorer file manager ឯកសារក៏ឯកសារខ្ញុំអញ្ចឹងណាបាទអញ្ចឹងយើងចុចលើកម្មវិធីហ្នឹងមកនេះខ្ញុំបង្ហាញសម្រាប់អ្នកដែលចុចទៅលើកម្មវិធី Telegram ដែល download ហើយវា load ពី install ណាបងប្អូនអាចធ្វើតាមខ្ញុំក៏បានដែរវិធីទី2នេះបន្ទាប់ពីយើងចុចទៅលើកម្មវិធីឯកសារខ្ញុំឬក៏ file manager ហើយបងប្អូនចុចទៅលើពាក្យថា browse បាទបន្តមកទៀតបងប្អូនត្រូវចុចទៅលើពាក្យថា app ឬក៏កម្មវិធីបាទចុចមកដល់កន្លែងនេះបើសិនជាវាមាន2អញ្ចឹងកន្លែង install ហើយនិង install package នេះបងប្អូនត្រូវចុចកន្លែងពាក្យថា install package បាទបានឃើញកម្មវិធីដែលយើង download មកណាបាទចុចកន្លែង install package តមកយើងនឹងឃើញកម្មវិធី Telegram អញ្ចឹងយើងចុចកម្មវិធី Telegram ហ្នឹងមកអូខេបន្ទាប់មកទៀតយើងយកកន្លែងសញ្ញាព្រួយ
បាទហើយយើងចុច install ធម្មតាមកអូខេបាទបន្ទាប់ពីយើង install រួចរាល់ហើយយើងចុច open យកតែម្ដងបាទបន្ទាប់មកយើងចុច start message ធម្មតាមកហើយចុច continue ចុច allow បាទចឹងកន្លែងនេះបើសិនជាវាអត់បំពេញលេខទូរស័ព្ទឲ្យយើងដោយស្វ័យប្រវត្តិទេយើងចុចលេខទូរស័ព្ទរបស់យើងមកអញ្ចឹងលេខទូរស័ព្ទដែលយើងភ្ជាប់ជាមួយ Telegram ម្ចាស់របស់យើងលេខប្រហែលយើងវាយមកហើយយើងចុច855មកបាទបន្តមកទៀតវាយលេខទូរស័ព្ទរបស់យើងធម្មតាបាច់វាយលេខ0ក៏បានដែរអូខេបន្ទាប់ពីយើងវាយលេខទូរស័ព្ទហើយយើងចុចញ៉ាំព្រួយមកហើយចុច yes ចុច continue ហើយយើងចុច allow ចាំមកផ្លែតអូខេជំហានបន្តទៀតយើងក៏លេខមកមើល Telegram លើទូរស័ព្ទដៃអាចាស់របស់យើងណាបាទយើងចុចបើក Telegram លើទូរស័ព្ទដៃអាចាស់របស់យើងនឹងឃើញក្រុមហ៊ុន Telegram ផ្ញើលេខកូដមកឲ្យយើងនេះបាទខាងលើគេហ្នឹងបាទអញ្ចឹងយើងចុចមកបើកមកអូខេអញ្ចឹងយើងមើលលេខកូដណាដែលនៅខាងក្រោមគេបាទនេះបាទនេះគឺជាលេខកូដដែលគេទើបតែផ្ញើមកមិញហ្នឹងបាទអញ្ចឹងយើងយកលេខកូដ5ខ្ទង់ហ្នឹងមកបំពេញនៅក្នុងប្រអប់នេះបាទយើងមើលហើយយើងបំពេញតាមធម្មតាមកអូខេចឹងខ្ញុំវាយបំពេញសិនគេផ្ញើមកប្រហែលខ្ទង់យើងវាយឲ្យដូចដែលគេផ្ញើមកបាទអូខេប៉ុណ្ណឹងគឺរួចរាល់ហើយបងប្អូនឃើញណាបាទគឺវា login ចូល account Telegram របស់យើងអាចាស់ដោយស្វ័យប្រវត្តិតែម្ដងអូខេអញ្ចឹងកន្លែងនេះយើងចុច continue មកដើម្បីបើក notification មកចុច allow បាទចឹងបងប្អូនអាចកំណត់មើលបាន account ពីរហ្នឹងដូចគ្នាអត់អូខេដូចគ្នាទេប៉ុណ្ណឹងហើយនៅអត់ទាន់ចប់ទេណាបងប្អូនណាអត់ទាន់ចប់ទេយើងត្រូវតែ download Telegram version ថ្មីមួយតង់ទៀតបាទដើម្បីកុំឲ្យវាទាមទារប្រើទៅវាទាមទារ update អញ្ចឹងយើងត្រូវ update វាមុនឲ្យហើយបាទយើងចូល website ដែលយើង download មិញមកអូខេចឹងយើងចុចថយវិញអូខេថយបាទថយមកដល់ត្រង់កន្លែងនេះយើងចុចចូលវិញមកហើយយើងអូសចូលមកក្រោមបាទយើងយកversion នៅខាងលើគេបំផុតហ្នឹងមកបាទបន្ទាប់មកយើងអូសចូលមកក្រោមដូចមិញចាំវាវិលរហូតដល់វាលោតពណ៌បៃតងខ្ចីបាទនេះអញ្ចឹងបន្ទាប់ពីវាលោតអញ្ចឹងហើយយើងចុច download មកចុចលើព័ត៌មានលម្អិតអូខេឥឡូវខ្ញុំ download ពេញខ្ញុំចុចទៅលើវាតែម្ដងដើម្បីធ្វើការ update បាទអញ្ចឹងកន្លែងនេះបើសិនជាវា load update ក៏ដោយឬក៏ load ពាក្យថា install ក៏ដោយយើងចុចមកបាទចុច update ឬក៏ចុច install បាទបើវាអត់ load ចុចកន្លែងនឹងអត់ load ទេបងប្អូនអាចចូលតាមវិធីមិនបានយើងចូលក្នុងកម្មវិធី MySpa ឬក៏ឯកសារខ្ញុំមកបាទអូខេអញ្ចឹងតែប៉ុណ្ណឹងគឺរួចរាល់បាទចុច open មកចុច continue ហើយយើងចុច allow ចុច allow all កន្លែងនេះបើសិនជាវា load អញ្ចឹងយើងចុច setting មកហើយចុចបើកកុងតាក់មួយជាការស្រេចបាទហើយវិញតែប៉ុណ្ណឹងគឺយើងអាចប្រើបានជាធម្មតាបងប្អូនណាបាទអូខេអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានប៉ុណ្ណឹងទេអរគុណ